ពាក្យចាស់ថាលឺ100 ដងមិនស្មើនឹងយើងមកឃើញផ្ទាល់ភ្នែកម្ដងបាទពិតជាត្រឹមត្រូវមែនតំបន់ទេសចរហាសៀងមួយនេះបានមកលេងហើយគឺថាមិនស្ដាយលុយទេដោយខ្ញុំបានជិះបាទម៉ូតូ2ថ្ងៃជាប់គ្នាសឹង400 គីឡូហើយបានស្គាល់កន្លែងជាច្រើនក៏ដូចជាទេសភាពដែលយើងអត់ដែលបានឃើញពីមុនមកជាពិសេសបានស្គាល់ហើយរសជាតិអាកាសធាតុ5-6 អង្សាអញ្ចឹងចង់ដឹងថាដំណើរកំសាន្តមួយនេះព្រួយសប្បាយយ៉ាងណាខ្លះតើទៅទស្សនាវីដេអូនេះជាមួយនឹងពួកខ្ញុំទាំងអស់គ្នាបាទជម្រាបសួរពុកម៉ែបងប្អូនស្វាគមន៍មកកាន់ហាសៀងដំណើរកំសាន្តផ្ដើមចេញពីទីក្រុងហាណូយទៅដល់ខ្ញុំជិះឡានគេងយប់បាទចេញពីហាណូយទៅនៅម៉ោង 8 កន្លះហើយទៅដល់ហាសៀងហ្នឹងគឺម៉ោង 2 យប់រំលងអាត្រៀតអញ្ចឹងពេលទៅដល់កន្លែងហ្នឹងគឺចូលគេងសិនបាទខ្ញុំគេងនៅកន្លែងហាសៀង Hostel ដោយបន្ទប់ខ្ញុំគេងលក្ខណៈ private room បងប្អូនបន្ទប់គេស្អាតមែនតើហើយតម្លៃក៏ធូរថ្លៃដែរសឹងតែ$14និយាយមែនបន្ទប់គេនេះមើលទៅថ្មីជ្រើងផាសុខភាពស្អាតណាបងប្អូនទាំងកន្ទប់ទឹកទាំងអីបាទទឹកក្តៅទឹកត្រជាក់អីមកស្រួលហ្មងសំខាន់តម្លៃបន្ទប់ហ្នឹងគឺថាបូកបញ្ចូលជាមួយនឹងតម្លៃអាហារពេលព្រឹកទៀតអូធូរថ្លៃមែនតើគ្រាន់តែអាហារពេលព្រឹកគេមានលក្ខណៈជាអូម៉ាឡេតបាទមាននំប៉័ងមានពងទាចៀនហើយមានផ្លែឈើទឹកដោះគោមានទឹកតែទឹកអីចឹងណាមួយដំណើរកំសាន្តជិះម៉ូតូដើរលេងនៅក្នុងហាសៀងនេះគឺខ្ញុំឲ្យខាង hostel ហ្នឹងគេអ្នករៀបចំឲ្យអញ្ចឹងណាយើងដើរលេងលក្ខណៈថាមកជុំហាសៀងហ្នឹងម្ដងបងប្អូនគេហៅថាហាសៀង ធូលូយើងឆែកឲ្យម៉ោង 8 ព្រឹកយើងទុកអវ៉ាន់ធំនៅនឹងទៅហើយយើងយកតាមមកកាបូបយើងទៅបានហើយម៉ូតូមួយជិះបាន2នាក់ហើយអ្នកឌុបយើងហ្នឹងគាត់ជាមគ្គទេសរបស់យើងតែម្ដងគ្រាន់តែចេញដំណើរទៅហ្នឹងគឺយើងចាប់ផ្ដើមឃើញទេសភាពស្អាតពីមួយកន្លែងទៅមួយកន្លែងអញ្ចឹងណាខ្ញុំទៅហ្នឹងគឺថាមេឃរលឹមជាប់ហ្មងឥឡូវនេះមកដល់កន្លែងចំណតទី1ដែលជាហាងកាហ្វេគេហ្នឹងពួកខ្ញុំបានគិតឲ្យស្រេចឲ្យមកដើរលេងតាមតំបន់ភ្នំចេះត្រូវជិះម៉ូតូផងអីផងត្រូវរកកៅអៅណាដែលស័ក្តិសមហើយនឹងស្រួលពាក់ដូចពួកខ្ញុំមុនមកនេះខ្ញុំបានមកមើលកៅអៅ361ជាមួយ New Collection គេថ្មីលក្ខណៈជា Adventure ដែលមានទាំងអាវខោស្បែកជើងមួកអីអញ្ចឹងណាបងប្អូនហើយសាច់កណាត់លក្ខណៈយឺតងាយស្រួលបត់បែនដែលមាន logo Adventure បែបនេះអញ្ចឹងណាហើយសាច់កណាត់ទាំងអាវទាំងខោរងមាំស្វិតមានខ្យល់ចេញចូលបានល្អជាពិសេសស្បែកជើងគេក៏មានតម្រូវសម្រាប់អ្នកឡើងភ្នំបាទសម្រាប់កីឡាសម្រាប់អីមានគ្រប់ប្រភេទទាំងអស់ស្បែកជើងឡើងភ្នំបានស្អិតល្អអត់រអិលជាមួយនឹង mode ផ្សេងជាច្រើនដែលមាន logo Adventure ដូចគ្នាគេមានទាំងមួកមានទាំងអីនិយាយទៅស័ក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តបែប Adventure ណាតែនៅនឹងហាង361ហ្នឹងមិនមានតែសម្រាប់កៅអៅឡើងភ្នំណាបងប្អូនបាទគេមានទាំងកៅអៅកីឡាកៅអៅដើរលេងស្អាតទាំងប្រុសទាំងស្រីនិងសម្ភារៈកីឡា mode កៅអៅផ្សេងជាច្រើនទៀតហើយតឥឡូវនេះគេកំពុងតែមាន promotion បញ្ចុះតម្លៃរហូតដល់ 70% សម្រាប់ឱកាសចូលឆ្នាំខ្មែរនេះតទៅនៅគ្រប់សាខាទាំងអស់របស់361 Cambodia អាចរកបានតាម online ក៏ដូចជា Sendo App សម្រាប់ដំណើរកំសាន្តនៅហាសៀងហ្នឹងគឺខ្ញុំទៅ2យប់1ថ្ងៃដល់យើងជិះឡើងភ្នំចុះភ្នំខ្ពស់មានមេឃចុះអាបកន្លែងខ្លះមើលអត់ឃើញហ្មងដោយកន្លែងចំណតទី2នេះគេហៅថា Heaven Gate កន្លែងមួយហ្នឹងយើងត្រូវមើលឃើញទេសភាពដូចគេដាក់ក្នុងរូបនេះបងប្អូនប៉ុន្តែមេឃក៏លំហើយក៏ត្រជាក់ដែរចុះអាបមើលឃើញតែព្រៀងចេះទេចេញពីហ្នឹងទៅគឺយើងទៅមកកន្លែងទៀតគឺគេនាំយើងទៅស្គាល់កន្លែងផ្សារក្នុងតំបន់គេអញ្ចឹងទៅណាហើយនិយាយថាទេសភាពជិះកាន់តែឆ្ងាយទៅកាន់តែស្អាតឡើងយើងអាចឃើញពីរបៀបរស់នៅជាមួយនឹងផ្ទះគេនៅតាមជនបទហ្នឹងហើយសុទ្ធតែជួរភ្នំទាំងអស់ឥឡូវនេះមកដល់កន្លែងឈប់មួយទៀតហើយដែលកន្លែងឈប់ភាគច្រើនហ្នឹងគឺជាកន្លែងហាងកាហ្វេហើយមានទេសភាពស្អាតហើយមេឃរៀងភ្លៀងអលឹមតិចជាប់អញ្ចឹងបានកៅអៅ361នេះគឺស្រួលមែនទែនត្រូវនឹងស្ថានភាពបែបហ្នឹងជាពិសេសពេលសើមអញ្ចឹងត្រូវខ្យល់តាមបន្តិចងាយនឹងស្ងួតវិញបន្ទាប់ពីធ្វើដំណើរជិត3ម៉ោងឥឡូវនេះមកដល់កន្លែងញ៉ាំបាយថ្ងៃត្រង់ហើយលើកនេះគឺខ្ញុំបានមកភ្លក់អាហារតាមតំបន់គេវិញតែម្ដងបាទអាហារគេច្រើនមុខហើយសិតតែបន្លែហើយនឹងមានសាច់មានអីដែររសជាតិវិញមកល្មមយើងអាចញ៉ាំបានបន្ទាប់ពីញ៉ាំបាយសម្រាប់បន្តិចហើយគេនាំយើងទៅលេងកន្លែងភូមិមួយដែលគេផលិតសាច់កណាត់ពីកាចៅធ្វើដោយដៃហើយមានច្រើនដំណាក់កាលទៅនាំតែបានកណាត់យកមកកាត់កៅអៅកាត់អីចឹងដោយមានការបញ្យល់យើងជាភាសាអង់គ្លេសពីដំណាក់កាលមួយទៅដំណាក់កាលមួយមានបុកគេយកមកតភ្ជាប់គ្នាពីមួយទៅមួយរួចហើយគេយកមកត្បាញចេញជាខ្សែបានហើយយកទៅជ្រលក់ទឹកថ្នាំគេរួចបានចេញជាអំបោះបែបហ្នឹងមកគេយកទៅត្បាញរួចគេកិនឲ្យទន់និយាយទៅមានច្រើនដំណាក់កាលមែនតើបាទហើយបន្ទាប់ពីទស្សនាកន្លែងហ្នឹងហើយយើងចេញបន្តដំណើរទៅមុខទៀតបាទកន្លែងនេះវិញទេសភាពស្អាតខ្លាំងណាម៉ូតូគេបើករៀងលឿនដែរហើយតាមចលងភ្នំចឹងរហូតបងប្អូននៅកន្លែងខ្លះទៅរៀងប្រហោងពោះដែរហ្នឹងប៉ុន្តែនិយាយថាតាមផ្លូវហ្នឹងគឺមានទេសភាពជាប់ឲ្យយើងមើលបានរហូតហ្មងឥឡូវនេះខ្ញុំជិះមកដល់ស្រុកម្ដងភូមិគេហៅថាយេនមីងពីមួយភូមិទៅមួយភូមិគឺថាមានទេសភាពស្អាតប្លែកផ្សេងគ្នាគឺថាភ្នំចលងអូរហូតហ្មងបងប្អូនបាទយើងជិះឡើងភ្នំចុះភ្នំកាត់ស្ទាក់ភូមិអ្នកស្រុកគេមកឃើញផ្ទាល់ភ្នែកពិតជាប្លែកមែនភ្នំគេហ្នឹងគឺថាច្រើនហើយស្រួយខ្ទង់ម៉ោង 2 ជាងគឺខ្ញុំមកដល់កន្លែងហាងកាហ្វេមួយទៀតហើយកន្លែងនេះវិញគឺថាទេសភាពមិនបាច់និយាយបងប្អូនហើយអាកាសធាតុវិញក៏កាន់តែត្រជាក់ទៅអានេះយើងមកកាន់តែគៀកព្រំដែនចិនណានេះកន្លែង view point គេនេះវិញបងប្អូនអើយភ្នំស្អាតខ្លាំងមែនតើយើងធ្លាប់តែឃើញក្នុងបណ្ដាញសង្គមដល់ពេលយើងបានមកឃើញផ្ទាល់អញ្ចឹងមិនដឹងនិយាយថាម៉េចមិនថាមេត្រជាក់ប៉ុណ្ណាមានអលឹមអីយ៉ាងម៉េចទេបងប្អូនគឺថាមើលទេសភាពតាមផ្លូវនឹងជាប់រហូតគ្រាន់តែពេលខ្លះខ្ញុំអត់បានថតទេព្រោះថាវាច្រើនពេកទេសភាពវាច្រើនកន្លែងពេកទៅណាចេញពីនឹងមកជិះទៅមិនដឹងដល់ណាដល់ណីបាទមកដល់ស្រុកគេមួយទៀតគេហៅថាម៉ែវ៉ាគឺថាភ្នំដូចគ្នាហើយតាមផ្លូវគេមានលបងដាក់ខាំងអញ្ចឹងណាយើងអាចមើលឃើញផ្ទះអ្នកភូមិអ្នកស្រុកគឺនៅតាមចលងភ្នំហ្នឹងបងតើសារថាពួកគាត់អាចនៅក្នុងស្ថានភាពដីបែបហ្នឹងបានអ្នកនៅតាមតំបន់អញ្ចឹងភាគច្រើនគឺជាជនជាតិដើមភាគតិចពីមួយកន្លែងទៅមួយកន្លែងគេមានទីប្រជុំជនគេមានសាលារៀនមានអីចឹងណាបងប្អូនបាទរស់នៅតាមតំបន់ចលងភ្នំអញ្ចឹងទៅសម្រាប់ថ្ងៃទី1នេះគឺពួកខ្ញុំជិះខ្ទង់170 គីឡូអត់ទាន់ដល់គោលដៅកន្លែងពួកខ្ញុំគេងគឺខ្ញុំត្រូវទៅលេងកន្លែងមួយទៀតដែលល្បីខ្លាំងនៅនឹងហាសៀងហ្នឹងតែម្ដងមែនតើទៅហាសៀងហ្នឹងនៅមួយជំនាខាងលើដូចខាងសាប៉ាអញ្ចឹងឥឡូវនេះខ្ញុំបានមកដល់ហើយកន្លែងទូសាន់កាន់យ៉ុន view point គឺកន្លែងចលងទូសាន់ហ្នឹងមានទ
លេខដែលមានទឹកពណ៌ខៀវដែលហូរចាក់ទៅខាងប្រទេសចិនមានឈ្មោះថា Nyogger ដោយសារតែមានការជួសជុលផ្លូវហើយយើងមកតែ2ថ្ងៃអញ្ចឹងយើងអាចជិះកន្លែងទូកាត់ចលងនឹងបានខ្ញុំស្ដាយបើសិនជាយើងមក3ថ្ងៃ2យប់យើងអាចចោះទូកជិះកាត់កន្លែងចលងនឹងបានចេញពីនឹងមកខ្ញុំមកលេងមកកន្លែងទៀតគេហៅថាមកពីលេង view point កន្លែងនេះគេធ្វើជាហាងមានលក់វត្ថុអនុស្សាវរីយ៍អីចឹងទៅមានហាងកាហ្វេអីដូចគ្នាហើយយើងអាចបន្តឡើងលើភ្នំបន្តិចទៅដើម្បីឲ្យយើងបានឃើញកាន់តែច្បាស់នៅទេសភាពកន្លែងមកពីលេង view point ហ្នឹងណាតាមផ្ទះគេអ្នកស្រុកមួយហ្នឹងគេច្រើនដាំសក្ការៈហើយលើខាងលើនេះក៏មានដាំសក្ការៈដែលវាចាប់ផ្ដើមរីកដែលស្អាតមែនតើយើងមកលេងកំពូលខាងលើខ្ពស់យើងអាចគយគន់ទេសភាពចលងភ្នំដល់ច្បាស់នឹងភ្នែកតែម្ដងកុំភ្លេចមកអង្គុយអាំងភ្លើងភ្លក់នំភ្លក់សាច់អាំងដែលគេអាំងភ្លាមៗឲ្យយើងញ៉ាំនៅកន្លែងតូបគេមួយអញ្ចឹងបងប្អូនរសជាតិឆ្ងាញ់មែនតើហើយចេញពីហ្នឹងទៅគឺខ្ញុំទៅស្រុកមួយទៀតគេហៅថាដនវ៉ាគឺខ្ញុំគេនៅនឹងយប់ហ្នឹងកាន់តែល្ងាចគឺថាកាន់តែត្រជាក់ទៅកន្លែងខ្ញុំគេនឹងលក្ខណៈជាផ្ទះឈើបឹងគីឡូដាច់មិនធំប្រហែលទេសំខាន់ក្រោមពុកនោះមានម៉ាស៊ីនកម្ដៅមួយទៀតបើមិនអញ្ចឹងទេទប់អត់ជាប់ទេគឺថាត្រជាក់ខ្លាំងស្មើនឹងសីតុណ្ហភាពចុះមកនៅ7-8អង្សាអញ្ចឹងយប់ឡើងគេមានជាស៊ុបអញ្ចឹងណាបងប្អូនគឺថាត្រូវមែនតើហើយត្រូវកម្ដៅសាច់ដុំមួយសិនគឺធូរកាយខ្ញុំគាត់បរៀនខ្ញុំញ៉ាំស្រាសដែលធ្វើពីពោតដាក់ទៅគឺថាក្ដៅពោះហ្មងនិយាយថាសាច់ច្រាំងគេនេះផ្លែកហ្នឹងគេដាក់ក្នុងអាស័យតូចអញ្ចឹងមកពេលដែលយើងដាក់ក្នុងស៊ុបឆ្អិនមកយើងអាចដកមកញ៉ាំរសជាតិដូចស្រៀងប្រហិតត្រីអញ្ចឹងបងប្អូននិយាយទៅទាំងស៊ុបទាំងអីហ្នឹងឆ្ងាញ់របស់គេយប់ឡើងយើងអាចមកលេងក្នុងក្រុងគេហើយនិយាយថាចេះដល់ពេលត្រជាក់អញ្ចឹងទៅបងប្អូនមិនថាដកដង្ហើមមិនថាអីទេផ្សែងចេញមករហូតក្រុងគេលក្ខណៈបុរាណគេមានតុបតែងភ្លើងអញ្ចឹងទៅសារថាយប់ឡើងចេះគេមានរាំលេងបានលក្ខណៈជាជនជាតិអញ្ចឹងណាបងប្អូននេះសប្បាយរបស់គេមួយយ៉ាងដែរហើយគេមានលេងជាគប់អីចូលវងចូលឲ្យដូចយើងគប់បេប៉ោអីអញ្ចឹងណានៅហ្នឹងគេក៏មានជាលក់បង្អែមលក់ដែរបាទតៅហ៊ូគេលេជាមួយនឹងជ្រោយខ្មៅតែដល់ពេលអាកាសធាតុត្រជាក់ពេកទៅញ៉ាំទៅវាអត់ក្តៅដូចនៅយើងទេខ្សែព្រឹកគេមានជាអាហារពេលព្រឹកឲ្យយើងដូចគ្នាដែរហើយត្រឡប់ទៅក្រុងហាសៀងវិញដល់យើងជិះទៅមកផ្លូវមួយទៀតហ្នឹងចម្ងាយប្រហែលជា190គីឡូម៉ែត្រមកដល់កន្លែងនេះគេហៅថា Thamat Slope បាទកន្លែងជំរាវនោះដែលវែងមានបងប្អូនជនជាតិដើមគេនឹងមកលក់ផ្កាលក់អីអញ្ចឹងទៅអញ្ចឹងភ្ញៀវទេសចរអាចទិញតាមក៏ប៉ុន្តែកន្លែងនេះទេសភាពស្អាតណាបងប្អូនតែចុះអាប់មកលើកនេះមើលអត់ឃើញគេមានជាហាងកាហ្វេយើងអាចឈប់ញ៉ាំកាហ្វេអីនៅនឹងបានជិះទៅមុខយូរទៀតមកដល់កន្លែងឈប់មួយទៀតដែរបាទជាហាងកាហ្វេដូចគ្នានិយាយទៅធួគេពីយប់មួយថ្ងៃនេះតការញ៉ាំការគេងអីគឺនៅលើគេទាំងអស់តែបើកាហ្វេកញ្ចក់ក្រៅអានឹងយើងចេញដោយខ្លួនឯងព័ត៌មានលម្អិតបងប្អូនអាចតាក់ទងទៅខាងហាសៀង hostel នឹងបានទាំងទៅទាំងមកក៏ថាទេសភាពស្អាតពីមួយកន្លែងទៅមួយកន្លែងខ្ញុំថតអត់បានអស់ដូចខ្ញុំបាន5អញ្ចឹងជិះម៉ូតូពេលខ្លះរៀងលឿនដែរអញ្ចឹងបានតែកយគុណមើលឃើញតែផ្ទាល់ភ្នែកហើយសម្រាប់កន្លែងបាយថ្ងៃនេះគឺយើងមកញ៉ាំកន្លែងលើកមុនដូចគ្នាបងប្អូនតែចេញពីចំណុចប្រសពហ្នឹងទៅយើងទៅផ្លូវមួយទៀតបាទនេះមកដល់កន្លែងខាងនេះទេសភាពក៏មិនណយដែរលោកអើយគេមានដាំបន្លែដាំអំពៅនៅជុំវិញសងខាងទន្លេហ្នឹងតែម្ដងឥឡូវនេះមកដល់ចំណុចឈប់មួយទៀតហើយសង្កេតថាមានភ្ញៀវបរទេសមកលេងច្រើនរួមទាំងភ្ញៀវក្នុងស្រុកគេផងដែរទេសភាពកន្លែងនេះឡើងត្រជាក់ភ្នែកហើយទឹកទន្លេវិញឡើងខៀវតាមផ្លូវក៏មានទឹកធ្លាក់ចុះមកដែរបើសិនជាខែភ្លៀងវិញទឹកកន្លែងហ្នឹងគឺថាពេញធំមកដល់កន្លែងមួយទៀតនេះគេហៅថា Modo View Point បាទយើងអាចឃើញគេធ្វើស្រែលើកំពូលភ្នំក៏ដូចជាវិរិយអគ្គិសនីចលងភ្នំអីដាច់កតុយភ្នែកជាដើមខ្ញុំរីកមែនតើបើសិនអ្នកដែលចង់មកលេងនេះគួរតែមក3យប់2ថ្ងៃកុំឲ្យដើររៀងស្លន់ដូចពួកខ្ញុំពេកឥឡូវនេះខ្ញុំបានមកដល់ក្រុងហាសៀងគេវិញហើយដែលជាទីប្រជុំជនជាទីក្រុងធំរបស់គេហើយខ្ញុំក៏ដល់ hostel វិញម៉ោង3មួយទឹកមួយអីម៉ោង4គឺខ្ញុំចេញបន្តទៅសាប៉ាអញ្ចឹងចាំទស្សនានៅវីដេអូនៅសាប៉ាបន្តទៀតវីដេអូយើងក៏ដល់ទីបញ្ចប់ហើយមានចង្អុលឲ្យអាចខមមិនសួរខាងក្រោមបានបាទជួបគ្នានៅវីដេអូថ្មីទៀតជម្រាបលា